បាទសួស្តីអ្នកនរគ្នាត្រឡប់មកវិញជាមួយនឹង Unitool Cambodia ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបវាស់ឧបករណ៍វាស់ល្បឿនខ្យល់ឧបករណ៍នេះងាយស្រួលវាស់យើងគ្រាន់តែចុចបើកមកហើយនៅក្នុងនេះគឺមានបង្ហាញតម្លៃសីតុណ្ហភាពដោយសារឧបករណ៍ហ្នឹងយើងមានវាស់សីតុណ្ហភាពនិងវាស់ល្បឿនខ្យល់ហើយនៅខាងលើនេះកន្លែងវាស់ល្បឿនខ្យល់ហ្នឹងវាមាន sensor ដើម្បីចាប់សីតុណ្ហភាពអញ្ចឹងពេលដែលយើងវាស់ម៉ាស៊ីនត្រជាក់ខ្យល់ត្រជាក់ហ្នឹងគឺយើងអាចវាស់សីតុណ្ហភាពរបស់ខ្យល់ត្រជាក់ហើយនឹងល្បឿនខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ហ្នឹងតាមរយៈឧបករណ៍ហ្នឹងបានបាទហើយខាងក្រោមនេះជាប៊ូតុង unit ហ្នឹងគឺយើងអាចផ្លាស់ប្ដូរຂະຫນាតយើងក៏ចុចទៅមានຂະຫນាតម៉ែត្រក្នុងមួយនាទីគីឡូម៉ែត្រក្នុងមួយម៉ោងមាន feet ក្នុងមួយនាទីហើយមាន nuts ហើយនឹងមាន mile ក្នុងមួយម៉ោងបាទអញ្ចឹងខ្ញុំចុចមកម៉ែត្រក្នុងមួយនាទីវិញហើយប៊ូតុងខាងក្រោមនេះគឺប៊ូតុង maximum ហើយនឹងប៊ូតុង average យើងចុចមួយទៅវាចេញតម្លៃ max តម្លៃដែលបង្ហាញតម្លៃខ្ពស់បំផុតចាប់តាំងពីពេលយើងវាស់ល្បឿនខ្យល់ឡើងមកអញ្ចឹងវាចាប់យកតម្លៃខ្ពស់បំផុតហើយ average គឺវាកណនីតម្លៃ average ចាប់តាំងពីយើងវាស់រហូតមកដល់លើហ្នឹងគឺវាកណនីឲ្យបង្ហាញតម្លៃ average ឲ្យយើងអញ្ចឹងយើងចុចមួយទៀតគឺបិទវិញគឺយើងវាស់តម្លៃជាក់ស្ដែងពេលដែលយើងវាស់ real time ឃើញបានវាបង្ហាញប៉ុណ្ណឹងអញ្ចឹងណាហើយប៊ូតុងខាងនេះប៊ូតុង hold គឺយើងចាប់យកតម្លៃហ្នឹងឲ្យវាជាប់យើង freeze តម្លៃដែលយើងកំពុងតែរៀបហ្នឹងណាហើយយើងក្នុងខាងក្រោមនេះមានប៊ូតុង BL ហ្នឹង backlight អញ្ចឹងពេលយើងបិទវិញយើងក៏ចុចប៊ូតុងហ្នឹងមួយទៅគឺយើងបិទ hold វិញហើយយើងចង់បើក backlight យើងចុចប៊ូតុងហ្នឹងឲ្យជាប់បាទចុចជាប់ទៅគឺបើកហើយចុចជាប់មួយទៀតទៅគឺបិទវិញបាទហើយខ្ញុំនឹងប្រើសង្ហាលតូចនេះដើម្បីនឹងវាស់ល្បឿនខ្យល់បាទអញ្ចឹងខ្ញុំនឹងដាក់វាមកឲ្យចំមកកន្លែងកង្ហាលរបស់ឧបករណ៍វាស់ល្បឿនខ្យល់ហ្នឹងទៅវានឹងបង្ហាញតម្លៃហើយខ្ញុំបើកភ្លើងបន្តិចដើម្បីងាយស្រួលមើលបាទអញ្ចឹងយើងដាក់ឲ្យចំពីមុខឧបករណ៍វាស់ល្បឿនខ្យល់របស់យើងហ្នឹងកន្លែងកង្ហាលវាខាងលើហ្នឹងយើងដាក់ទៅគឺវាចាប់ផ្ដើមវាស់នៅល្បឿនខ្យល់ហើយនេះអញ្ចឹងយើងឃើញមានតម្លៃហ្នឹងវាប្រែប្រួលចុះឡើងដោយសារយើងកាន់ណាកង្ហាលរបស់យើងហ្នឹងដាក់វានឹងវាគឺចុះឡើងទៅតម្លៃហ្នឹងវាប្រែប្រួលតិចតួចបាទទឹកច្រើនតាមហ្នឹងអញ្ចឹងទៅហើយកង្ហាលហ្នឹងវាមានលេខដើម្បីយើងចុចឲ្យវាលឿនយឺតអញ្ចឹងណាបាទអញ្ចឹងឧបករណ៍នេះងាយស្រួលវាស់ទេខ្ញុំសង្ឃឹមថាបងប្អូនបានរៀនឲ្យបន្ថែមហើយបើមានចំនួនអាចសួរខាងក្រោមបាន